នេះខ្ញុំសូមនិយាយតពីវគ្គមុនក្របបែកដែលពួកភេរវកបានដាក់នៅក្នុងតាក់ស៊ីវាត្រូវបានកំណត់ម៉ោងឲ្យផ្ទុះខណៈពេលដែលពូតាក់ស៊ីកំពុងតែដឹកមួយថ្មីយ៉ាងសប្បាយរីករាយក្របបែកក៏បានផ្ទុះឡើងពូតាក់ស៊ីនឹងមួយថ្មីរបស់គាត់ក៏បានបញ្ចប់ជីវិតជារៀងរហូតចំណែកឯនៅក្នុងស្ថានីយ៍ប៉ូលីសវិញក្រុមប៉ូលីសបានធ្វើការទាំងកដាលអាត្រិតដោយមិនសម្រាប់ពួកគេបានតាក់ទងគ្នាទៅគ្រប់ច្រកសំខាន់ៗទាំងអស់ធ្វើយ៉ាងណាត្រូវស្វែងរកពួកភេរវកឲ្យឃើញបន្ទាប់ពីបាញ់ប្រហារនៅស្ថានីយ៍រថភ្លើងឆាត្រាប៉ាទីរួចហើយភេរវកដែលមានគ្នាតែ2នាក់ក៏បានកិច្ចខ្លួនពីស្ថានីយ៍នោះដោយសុវត្ថិភាពពួកគេបានដើរមកដល់ផ្ទះប្រជាជនមួយពួកគេឈរមើលមុខគ្នាហើយក៏ដើរចូលទៅក្នុងផ្ទះខណៈពេលដែលចូលដល់មាត់ទ្វារផ្ទះគេក៏បានឃើញម្ចាស់ផ្ទះប្រុសម្នាក់និងកូនក្មេងប្រុសម្នាក់គេបានសម្លឹងទៅម្ចាស់ផ្ទះដោយទឹកមុខស្ងួតក្មេងប្រុសកំពុងអង្គុយញ៉ាំបាយគេភ្ញាក់ខ្លួនហើយក៏ងើបមុខឡើងភេរវកសម្លឹងទៅអ្នកទាំងពីរតែឪពុករបស់ក្មេងប្រុសដូចជាកំពុងតែសោកសៅរឿងអ្វីមួយយ៉ាងគាត់ដូចជាកំពុងតែគិតអ្វីមួយយ៉ាងភេរវកបានសួរទៅគាត់ថាតើខ្ញុំអាចសុំទឹកអ្នកញ៉ាំបានទេពូម្ចាស់ផ្ទះដូចជាមិនចង់និយាយស្ដីភេរវកសម្លឹងទៅមុខគាត់ដោយមិននិយាយស្ដីគាត់ក៏ក្រោកទៅយកទឹកឲ្យញ៉ាំមើលទៅមុខគាត់ដូចជាក្រៀមក្រោះអស់សង្ឃឹមរឿងអ្វីមួយភេរវកបានសម្លឹងមើលទៅអេរយាប័តដ៏ក្រអឹតក្រទមរបស់គាត់ហើយក៏បានទម្លាក់ភ្នែកទៅមើលក្មេងប្រុសវិញម្ដងក្មេងប្រុសដែលកំពុងតែអង្គុយញ៉ាំបាយផ្អាកញ៉ាំបាយហើយក៏សម្លឹងទៅភេរវកពួកគេសម្លឹងមើលគ្នាទៅវិញទៅមកដោយមិនដាក់ភ្នែកម្ចាស់ផ្ទះបានហុចទឹកឲ្យមនុស្សចម្លែកញ៉ាំម្ចាស់ផ្ទះដូចជាមិនស្វាគមន៍ដល់ពួកគេសោះមិននិយាយរកមានន័យថាមិនស្វាគមន៍ឬមិនស្វាគមន៍មិនសំខាន់នោះទេអ្វីដែលសំខាន់គឺពួកគេត្រូវការទឹកផឹកបន្ទាប់ពីញ៉ាំទឹកហើយគេនិយាយថាសុំទឹកមួយកែវទៀតមកម្ចាស់ផ្ទះមិននិយាយស្ដីហើយក៏ដើរទៅដួសទឹកមួយកែវទៀតក្មេងប្រុសញ៉ាំបាយបណ្ដាសម្លឹងមើលមុខជន់ចម្លែកមុខបណ្ដាម្ចាស់ផ្ទះក៏បានយកទឹកកែវទី2មកឲ្យគេក៏បានហុចទៅគ្នាគេម្នាក់ទៀតគ្នាគេក៏បានទទួលឲ្យផឹកទឹកនោះទាំងអស់បន្ទាប់ពីផឹកទឹករួចហើយគេក៏បានហុចកែវឲ្យគ្នាគេឲ្យទៅបរោះម្ចាស់ផ្ទះវិញម្ចាស់ផ្ទះទទួលកែវយកទុកនៅលើតុខណៈដែលទុកកែវឲ្យរួចបែរមកវិញភេរវកក៏បានលើកកាំភ្លើងភ្ជុងទ្រូងរបស់គាត់សម្លឹងទៅកាំភ្លើងដែលបានលើកភ្ជុងពួកគេសម្លឹងមើលមុខគ្នាទៅវិញទៅមកហើយគាត់ក៏ត្រូវបានបាញ់សម្លាប់គាត់ស្លាប់ដោយមិនអស់ចិត្តស្លាប់ដោយបើកភ្នែកភេរវកពិតជាមានចិត្តសាហាវណាស់ខំដួសទឹកឲ្យញ៉ាំមិនត្រឹមតែមិនអរគុណទេថែមទាំងបាញ់សម្លាប់ទៀតឈាមឪពុកខ្ទាតប្រឡាក់មុខកូនប្រុសមើលទៅមុខគេចោះពិតជាគ្មានក្តីមេត្តាសោះគេសម្លឹងទៅមុខក្មេងដោយកំហឹងគេប្រហែលជាចង់បាញ់សម្លាប់ក្មេងតែតាមច្បាប់វិន័យក្រុមរបស់ពួកគេមានបម្រាមមួយគឺមិនឲ្យសម្លាប់ក្មេងដាច់ខាតបន្ទាប់ពីឆ្លងកាត់ភូមិមួយទាំងកណ្ដាលយប់រួចហើយពួកគេក៏បានដើរមកដល់មន្ទីរពេទ្យនេះឈ្មោះ Kama Hospital នៅក្នុងមន្ទីរពេទ្យមានវេជ្ជបណ្ឌិតម្នាក់កំពុងតែនិយាយទូរស័ព្ទគឺគាត់កំពុងតែនិយាយជាមួយប៉ូលីសក្រុមប៉ូលីសបានខលមកមន្ទីរពេទ្យខណៈពេលដែលកំពុងតែនិយាយទូរស័ព្ទគាត់ក៏បានឃើញមនុស្សចម្លែកដើរចូលមកគាត់ផ្អាកនិយាយហើយសម្លឹងទៅជនចម្លែកដើរចូលមកយឺតក្នុងដៃរបស់ពួកគេមានកាន់កាំភ្លើងវេជ្ជបណ្ឌិតគិតក្នុងចិត្តតែម្នាក់ឯងគាត់គិតថាពួកគេច្បាស់ជាភេរវកនៅពេលដែលមកដល់ច្រកចូលមន្ទីរពេទ្យពួកគេបានសន្ទនាគ្នាមួយផ្លែតគ្នាគេម្នាក់បាននិយាយថាកុំស្ទាក់ស្ទើរឲ្យសោះមិនខ្វល់ថានៅខាងក្នុងមានអ្នកជំងឺប្រភេទណានោះទេយើងមិនត្រូវលើកលែងដាច់ខាតគោលបំណងរបស់ពួកយើងគឺសម្លាប់មនុស្សឲ្យបានច្រើនតាមតែអាចធ្វើទៅបានបន្ទាប់ពីពិភាក្សាគ្នារួចហើយពួកគេទាំងពីរក៏បានដើរចូលមកវេជ្ជបណ្ឌិតដែលបានឃើញពួកគេតាមបង្អួចក៏បានរត់ចូលទៅខាងក្នុងគាត់រត់ទៅប្រាប់គ្រូពេទ្យនិងអ្នកជំងឺផ្សេងទៀតឲ្យប្រុងប្រយ័ត្នព្រោះភេរវកបានចូលមកហើយគាត់និយាយទូរស័ព្ទបណ្ដាស្រែកប្រាប់ទៅក្រុមគ្រូពេទ្យបណ្ដាក្រុមគ្រូពេទ្យនិងអ្នកជំងឺទាំងអស់ក៏មានភាពតក់ស្លុតនិងភ័យខ្លាចគ្រប់គ្នាមិនថាអ្នកជំងឺដែលកំពុងតែដេកនៅលើគ្រែឬក៏កំពុងតែព្យុះសេរ៉ូមនោះទេមិនអាចនៅទីនេះដាច់ខាតត្រូវតែឆាប់គេចខ្លួនឲ្យលឿនបើយឺតយ៉ាវមិនប្រកាសថាមានជីវិតរស់ឡើយភេរវកបានដើរចូលមកហើយពួកគេមានគ្នាតែ2នាក់គត់ក្នុងដៃមានកាំភ្លើងក្នុងសាកដោមានគ្រាប់បែកខណៈដែលប៉ូលីសម្នាក់កំពុងតែអានកាសែតដោយមិនដឹងខ្លួនពួកគេក៏បានបាញ់តម្រង់ក្បាលតែម្ដងបន្ទាប់ពីបានចូលមកក្នុងមន្ទីរពេទ្យពួកគេដើរចូលមកយឺតសម្លឹងមើលគ្រប់កន្លែងគ្រូពេទ្យប៉ុន្មានអ្នកប្រឹងលាក់ខ្លួនពូនក្បែរតុមិនដឹងថាអាចរួចជីវិតឬក៏អត់នោះទេគេខំពួនឯងប្រឹងបង្ហាញខ្លួនគ្រូពេទ្យម្នាក់ត្រូវប៉ុន្មានគ្រាប់រមៀលស្លាប់លើចិន្តាគាត់ជាជនទី2ដែលត្រូវបានបាញ់សម្លាប់នៅក្នុងមន្ទីរពេទ្យនេះបន្ទាប់ពីបានបាញ់សម្លាប់ប៉ូលីសម្នាក់និងគ្រូពេទ្យម្នាក់រួចហើយពួកគេក៏បានដើរស្វែងរកមនុស្សផ្សេងទៀតដោយសារតែទូរស័ព្ទអស់ថ្មខ្ញុំសូមផ្អាកបញ្ចូលសំឡេងត្រឹមនេះចោះចង់ដឹងថាតើនៅក្នុងមន្ទីរពេទ្យនេះនឹងមានមនុស្សប៉ុន្មានអ្នកស្លាប់សូមរងចាំទស្សនាវគ្គបន្តនៅថ្ងៃស្អែក